BKD Academy ជាក្រុមហ៊ុនផ្ដល់សេវាកម្មបណ្ដុះបណ្ដាលលើជំនាញ Digital ចាំបាច់ជាពិសេសវគ្គសិក្សាតាមតម្រូវការសម្រាប់បង្កើនសមត្ថភាពនិយោជិតក្នុងយុគសម័យបញ្ញាសិប្បនិម្មិតបង្កើតឡើងដោយលោកយ៉នសុភារិទ្ធដែលមានបទពិសោធន៍ជាង15ឆ្នាំក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ Marketing និងការបណ្ដុះបណ្ដាលបន្ទាប់ពីលោកបានបង្កើតគេហទំព័រអប់រំ Biz ខ្មែរនៅឆ្នាំ2015និងក្រុមហ៊ុនផ្សព្វផ្សាយតាមប្រព័ន្ធ Digital Biz ខ្មែរ Digital Media នៅឆ្នាំ2018ដែលមានក្តីស្រមៃចង់ចែករំលែកចំណេះដឹងនិងជំនាញជាក់ស្ដែងដែលលោកនិងអ្នកជំនាញក្នុងនិងក្រៅស្រុកធ្លាប់អនុវត្តកន្លងមកទៅកាន់សហគ្រិនវ័យក្មេងនិយោជិតដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន Digital និងមូលធនបញ្ញាក្នុងវិស័យ Digital និង Marketing នៅកម្ពុជាដោយនៅឆ្នាំ2017លោកបានចាប់ផ្ដើមផ្ដល់ការបណ្ដុះបណ្ដាលជាលក្ខណៈឯកជនសម្រាប់សហគ្រិននិងម្ចាស់អាជីវកម្មខ្នាតតូចក្រោយមកកំឡុងពេលដែលពិភពលោកជួបនៅវិបត្តិ COVID-19 លោកបានផ្លាស់ប្ដូរយុទ្ធសាស្ត្រមកបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញជំនួសវិញតាមរយៈការចូលរួមជាវាគ្មិននៅតាមកម្មវិធីសិក្ខាសាលាថ្នាក់ជាតិផ្សេងៗនិងបង្កើតនៅវគ្គបណ្ដុះបណ្ដាលនៅតាមបណ្ដាខេត្តក្រុងជាច្រើនលោកបានពង្រឹងទស្សនៈរបស់ខ្លួនកាន់តែច្បាស់ដើម្បីបង្កើតនៅក្រុមហ៊ុនមួយដែលមិនត្រឹមតែជាក្តីស្រមៃចង់ចែករំលែកចំណេះដឹងប៉ុណ្ណោះទេតែដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាពផងដែរនៅឆ្នាំ2024ទស្សនវិស័យនេះបានលេចចេញជារូបរាងឡើង BKD Academy ត្រូវបានបង្កើតឡើងជាផ្លូវការក្លាយជាដៃគូដ៏សំខាន់ក្នុងការកសាងនិងអភិវឌ្ឍធនធាននិងមូលធន Digital នៅកម្ពុជាជាពិសេសសម្រាប់អភិវឌ្ឍនិងបង្កើតសមត្ថភាពនិយោជិតមិនត្រឹមតែជាកន្លែងបណ្ដុះបណ្ដាលប៉ុណ្ណោះទេតែជាកន្លែងដែលផ្ដល់ឱកាសឲ្យយុវជននិយោជិតនិងសហគ្រិនទទួលបាននូវជំនាញជាក់ស្ដែងនិងចាំបាច់បំផុតដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងយុគសម័យទំនើបនេះក្នុងរយៈពេលជាង2ឆ្នាំមកនេះតើ BKD Academy បានសម្រេចបានអ្វីខ្លះអ្វីដែលសម្រេចបានគឺយើងផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមនិងតាមរយៈដៃគូជាង 1000 នាក់ក្លាយជាកម្លាំងចលករដ៏សំខាន់ដែលបានចូលរួមកសាងអនាគត Digital នៅកម្ពុជាឲ្យកាន់តែមានសក្តានុពលនិងរឹងមាំលើពីនេះយើងក៏មានគម្រោងសំខាន់ៗក្នុងដៃរួមមានកម្មវិធីផ្គូផ្គងជំនាញ Skill Matching Program ដែលផ្ដោតលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់បណ្ដានិយោជិតសហគ្រិននិងម្ចាស់អាជីវកម្មលើជំនាញទីផ្សារសេវាកម្មជំនាញ Digital និង AI ជាដើមដែលជាគម្រោងស្ថិតក្រោមការគាំទ្រពីមូលនិធិអភិវឌ្ឍជំនាញ SDR ជាមួយនឹងវគ្គបណ្ដុះបណ្ដាលជាង20វគ្គលើពីនេះយើងក៏មានការបណ្ដុះបណ្ដាលដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តស្វាយរៀងដែលគម្រោងនេះមានរយៈពេលជាង3ខែនិងក្រោមការគាំទ្រពីមូលនិធិអភិវឌ្ឍជំនាញដូចគ្នាដែរគម្រោង Idea Project ដែលជាគម្រោងជួយពង្រឹងជំនាញ Digital សម្រាប់សហគ្រិនស្ត្រីជាសិក្ខាកាមជាង250នាក់និងគម្រោងបណ្ដុះបណ្ដាលផ្សេងៗជាមួយដៃគូក្រុមហ៊ុនដូចជា Smart Asita សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC JCI Cambodia និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA University ក្រុមហ៊ុន Manulife និងគ្រឹះស្ថានឯកជនជាច្រើនទៀត